អាសន្នក្រហមអង្គការឧតុនិយមពិភពលោក WMO ប្រកាសពីមហន្តរាយតុល្យភាពកម្ដៅផែនដីដែលកំពុងរលាយរលត់នៅក្នុងការព្រមានពីបិសាចកម្ដៅ El Nino ដែលនឹងបង្កក្តីវិនាសកម្មជាប្រវត្តិសាស្ត្រដល់មនុស្សជាតិហើយពន្លឺចុងក្រោយនៃតុល្យភាពធម្មជាតិកំពុងរលត់ទៅផែនដីមិនមែនគ្រាន់តែឡើងកម្ដៅទេប៉ុន្តែកំពុងឈានទៅរកការឆេះខ្លោចហើយតើកិច្ចព្រមព្រៀងអន្តរជាតិគ្រាន់តែជាក្រដាស់ស្នាមគណៈពិភពលោកកំពុងដើរចូលក្នុងរណ្ដៅភ្លើងមិនដើរឬទេយោងតាមរបាយការណ៍សកលចុងក្រោយបំផុតពីអង្គការឧតុនិយមពិភពលោក WMO ចុះថ្ងៃទី23ខែមីនាឆ្នាំ2026នេះមនុស្សជាតិកំពុងស្ថិតនៅក្នុងរបត់ដ៏គ្រោះថ្នាក់បំផុតហើយស្ថានភាពអាសន្នពណ៌ក្រហមនេះត្រូវបានប្រកាសឡើងខណៈដែលផែនដីបានបាត់បង់ម្ចាស់ការលើការគ្រប់គ្រងកម្ដៅទាំងស្រុងនេះមិនមែនជាការព្រមានធម្មតានោះទេប៉ុន្តែជាការប្រកាសពីមរណភាពនៃប្រព័ន្ធអេកូឡូស៊ីប្រសិនបើស្ថាប័នពាក់ព័ន្ធនឹងប្រទេសមហាអំណាចនៅតែបន្តប្រងើយកន្តើយបែបនេះពិភពលោកកំពុងរងការវាយប្រហារពីវិសមភាពធម្មពលហើយដែលបង្កឡើងដោយការបញ្ចេញឧស្ម័នក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល2លានឆ្នាំលោកអង់តូនីញ៉ូ ហ្គូតឺរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រើសម្ដីធ្ងន់ធ្ងរថាយើងកំពុងរុញច្រានភពនេះឲ្យហួសពីដែនកំណត់ហើយលោកបានវាយប្រហារចំទៅលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលជាឃាតករលាក់មុខបំផ្លាញសន្តិភាពអាកាសធាតុទោះបីជាឆ្នាំ2025កន្លងទៅបាតុភូតឡានីណាបានជួយសម្រាលកម្ដៅបន្តិចមែនប៉ុន្តែសេតុណ្ហភាពនៅតែខ្ពស់ជាងយុគសម័យឧស្សាហកម្មដល់ 1.43 អង្សាសេអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺការមកដល់បាតុភូត El Nino នៅពាក់កណ្ដាលឆ្នាំ2026នេះដែលអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់លោកបណ្ឌិត John Kennedy ព្យាករណ៍ថានឹងធ្វើឲ្យឆ្នាំ2027ក្លាយជាឆ្នាំដែលក្តៅបំផុតដែលមនុស្សជាតិមិនធ្លាប់បានជួបប្រទះនោះទេបច្ចុប្បន្នមហាសមុទ្រដែលស្រូបយកកម្ដៅលើសលុបដល់ 90% ធ្វើឲ្យទឹកសមុទ្រក្នុងជម្រៅ2គីឡូម៉ែត្រក្តៅលឿនជាងមុនទៅដល់2ដងឯណោះនេះគឺជាសញ្ញាដែលសាស្ត្រាចារ្យ Celeste Salo បញ្ជាក់យ៉ាងច្បាស់ថាយើងនឹងត្រូវរស់ជាមួយវិបដិសារីនេះរាប់រយឆ្នាំហើយគួររំលឹកផងដែរថារបាយការណ៍នេះគឺជាដេកាកោះហៅចុងក្រោយសម្រាប់មេដឹកនាំពិភពលោកប្រសិនបើស្ថាប័នពាក់ព័ន្ធមិនមានចំណាត់ការក្តៅគគុកដើម្បីកាត់បន្ថយបំភាយឧស្ម័នពុលនោះទេរលត់កម្ដៅដែលកំពុងឆាបឆេះនៅសហរដ្ឋអាមេរិកលើសពី40អង្សាសេនៅពេលនេះគ្រាន់តែជាការចាប់ផ្ដើមនៃសោកនាដកម្មប៉ុណ្ណោះទេយើងមិនអាចយកអនាគតកូនចៅទៅភ្នាល់ជាមួយនឹងផលចំណេញនៃឧស្សាហកម្មកខ្វក់បានទៀតទេដោយពាក្យស្លោកតែងតែពោលថាបញ្ឈប់ឥន្ធនៈហ្វូស៊ីលដើម្បីសង្គ្រោះដង្ហើមផែនដីបើមិនព្រមផ្លាស់ប្ដូរថ្ងៃនេះយើងនឹងគ្មានថ្ងៃស្អែកសម្រាប់រងចាំឡើយ